ការគិតខុសទាំង12យ៉ាងធ្វើឲ្យអ្នកគ្មានប្រាក់សន្សំពេញមួយជីវិតតើអ្នកជឿទេថាពេលខ្លះអ្នកគ្មានប្រាក់សន្សំអ្វីទាំងអស់មិនមែនមកពីអ្នកមិនពូកែរកលុយទេប៉ុន្តែមកពីអ្នកបន្តធ្វើកំហុសដដែលម្ដងហើយម្ដងទៀតដោយមិនដឹងខ្លួនគំនិតខ្លះអាចស្ដាប់ទៅសមហេតុផលប៉ុន្តែតាមពិតទៅវាគឺជាអន្ទាក់ដែលបំផ្លាញអនាគតរបស់អ្នកបន្តិចម្ដងដោយអ្នកមិនដឹងខ្លួនថ្ងៃនេះយើងនឹងលាតត្រដាងនៅគំនិតខុសឆ្គងទាំង12យ៉ាងដែលធ្វើឲ្យអ្នកមិនមានប្រាក់សន្សំពេញមួយជីវិតខ្ញុំក៏ចង់ប្រាប់អ្នកពីរបៀបដែលជនជាតិចិនបង្រៀនកូនរបស់ពួកគេឲ្យក្លាយជាអ្នកមានផងដែរទោះបីជាអ្នកចាប់ផ្ដើមពីសូន្យក៏ដោយចំណុចទី1សន្សំពេលដែលអ្នកមានលុយមនុស្សជាច្រើនប្រាប់ខ្លួនឯងថាខ្លួនមិនមានចាយគ្រប់គ្រាន់ដូច្នេះតើគេសន្សំដោយរបៀបណាប៉ុន្តែជនជាតិចិនបង្រៀនកូនពួកគេតាំងពីតូចថាបើអ្នកមិនសន្សំលុយពេលមានទេនោះអ្នកនឹងមិនសន្សំពេលមានវាឡើយព្រោះថាបើអ្នកចាយលុយនឹងចាយវាទៅតាមអារម្មណ៍របស់អ្នកនោះអ្នកនឹងក្លាយជាមនុស្សពូកែរកលុយប៉ុន្តែគ្មានសល់អ្វីឡើយការសន្សំលុយមិនមែនជារឿងបរិមាណទេប៉ុន្តែជាទម្លាប់ដែលត្រូវបណ្ដុះតាំងពីពេលដែលអ្នកមិនទាន់ត្រៀមខ្លួនរួចមកម្ល៉េះចំណុចទី2ទិញរបស់ដែលមានតម្លៃត្រឹមតែ2-3រៀលការគិតបែបនេះបានបំផ្លាញមនុស្សជាច្រើនរបស់ដែលមានតម្លៃត្រឹមតែ2-3រៀលប៉ុន្តែអ្នកទិញវាដដែលជារៀងរាល់ថ្ងៃចុងក្រោយវាគឺជាប្រាក់ខែរបស់អ្នកទាំងស្រុងជនជាតិចិនមិនចាត់ទុករបស់ថោកថាមានតម្លៃនោះទេប៉ុន្តែពួកគេពិចារណាថាតើវាចាំបាច់ឬអត់បើមិនចាំបាច់ទេទោះថោកប៉ុណ្ណាក៏ចាត់ទុកថាថ្លៃចំណុចទី3ផ្ដល់រង្វាន់ដល់ខ្លួនអ្នកនៅពេលអ្នកហត់នឿយពីការងារវាអាចស្ដាប់ទៅល្អប៉ុន្តែតាមពិតវាគឺជាលេសដើម្បីរស់នៅដោយគ្មានផែនការជនជាតិចិនតែងតែនិយាយថាអ្នកអាចផ្ដល់រង្វាន់ដល់ខ្លួនអ្នកប៉ុន្តែអ្នកត្រូវតែផ្ដល់វាពីប្រាក់ចំណេញមិនមែនតម្លៃនោះទេលុយដែលអ្នកចំណាយលើការទិញទំនិញគួរតែជាលុយដែលនៅសល់ពីការសន្សំនិងការវិនិយោគមិនមែនលុយសម្រាប់ដោះស្រាយពេលមានវិបត្តិនោះទេចំណុចទី4ចាប់ផ្ដើមសន្សំនៅពេលប្រាក់ខែរបស់អ្នកកើនឡើងនេះជាគ្រោះថ្នាក់សម្រាប់មនុស្សភាគច្រើនអ្នកកំពុងរង់ចាំប្រាក់ខែរបស់អ្នកកើនឡើងប៉ុន្តែបំណងប្រាថ្នារបស់អ្នកក្នុងការចំណាយនឹងកើនឡើងទៅតាមនោះនៅទីបញ្ចប់អ្នកនឹងមិនអាចចាប់ផ្ដើមសន្សំបានទេជនជាតិចិននិយាយថាអ្នកគួររង់ចាំដល់ថ្ងៃស្អែកដើម្បីបង្កើនកិច្ចការដែលអ្នកគួរធ្វើនៅថ្ងៃនេះអ្នកត្រូវតែចាប់ផ្ដើមសន្សំថ្ងៃនេះទោះបីជាវាគ្រាន់តែជាចំនួនតិចតួចក៏ដោយចំណុចទី5ចំណាយដំបូងបន្ទាប់មកសន្សំអ្វីដែលនៅសល់គឺការផ្ដល់អាទិភាពដល់ភាពក្រីក្រអ្នកមាននឹងសន្សំមុនប៉ុន្តែចំណាយតាមក្រោយអ្នកក្រនឹងចំណាយមុនហើយសង្ឃឹមថាបើមានសល់នឹងសន្សំពេលក្រោយជីវិតរបស់អ្នកនឹងមិនផ្លាស់ប្ដូរទេប្រសិនបើអ្នកមិនហ៊ានផ្ដល់អាទិភាពលើហិរញ្ញវត្ថុរបស់អ្នកឡើងវិញចំណុចទី6មានបំណុលកាត់ឥណទានប្រសិនបើអ្នកបង់វាបន្តិចម្ដងវានឹងអស់ការគិតបែបនេះជារឿងផ្លូវចិត្តដែលធ្វើឲ្យអ្នកកាន់តែញៀនជនជាតិចិនបង្រៀនថានេះមិនខុសទេប៉ុន្តែបំណុលដែលអ្នកមិនចេះគ្រប់គ្រងនឹងសម្លាប់អ្នកបន្តិចម្ដងប្រសិនបើអ្នកមិនប្រញាប់សងបំណុលទេអ្នកនឹងមិនអាចចាប់ផ្ដើមសន្សំលុយបានឆាប់នោះទេចំណុចទី7ជីវិតខ្លីណាស់ដូច្នេះត្រូវរស់នៅឲ្យបានពេញលេញមនុស្សដែលនិយាយបែបនេះច្រើនតែមានការភ័យខ្លាចយ៉ាងខ្លាំងថាមិនអាចក្លាយជាអ្នកមានបានដូច្នេះហើយពួកគេជ្រើសរើសរស់នៅដោយបោះបង់ចោលពីដើមប៉ុន្តែជនជាតិចិនថាដោយសារអាយុខ្លីយើងត្រូវរៀបចំផែនការឲ្យបានល្អបំផុតកុំធ្វើហួសហេតុហើយបរាជ័យនឹងរស់នៅស្ងៀមស្ងាត់ពេលចាស់ទៅយើងនឹងមិនសប្បាយចិត្តទេប្រសិនបើយើងត្រូវសន្សំលុយគ្រប់ពេលការសន្សំមិនមែនធ្វើទារុណកម្មខ្លួនឯងទេប៉ុន្តែវាកំពុងជ្រើសរើសអ្វីដែលសំខាន់ជាងក្នុងរយៈពេលវែងជនជាតិចិនមិនដែលចាត់ទុកការសង្គ្រោះថាជាទុក្ខនោះទេប៉ុន្តែជាវិន័យសម្រាប់មនុស្សដែលចង់យកជីវិតរបស់ពួកគេទៅឆ្ងាយជាងមនុស្សភាគច្រើនដែលមិនទាន់ទៅដល់ចំណុចទី9មនុស្សគ្រប់គ្នាធ្វើបែបនេះតើអ្វីទៅជារឿងធំកុំភ្លេចថាមនុស្សភាគច្រើនមិនមានប្រាក់សន្សំទេប្រសិនបើអ្នកដើរតាមកន្លងរបស់ពួកគេអ្នកនឹងទទួលបានលទ្ធផលដូចគ្នាដូច្នេះជនជាតិចិនតែងតែបង្រៀនកូនរបស់ពួកគេកុំឲ្យធ្វើតាមមនុស្សភាគច្រើនប្រសិនបើអ្នកចង់ទៅឆ្ងាយជាងមនុស្សភាគច្រើនចំណុចទី10ហេតុអ្វីត្រូវសន្សំពេលមិនដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងនេះជាលេសសម្រាប់មនុស្សដែលខ្លាចថ្ងៃអនាគតហើយមិនហ៊ានបង្កើតវាឡើងជនជាតិចិននិយាយថាដោយសារយើងមិនដឹងពីអនាគតយើងត្រូវរៀបចំខ្លួនការសន្សំលុយគឺជាការកសាងខែសម្រាប់ជីវិតមិនមែនដាក់គុកខ្លួនឯងនោះទេចំណុចទី11គ្មានអ្នកណាបង្រៀនយើងឲ្យចេះសន្សំលុយតាំងពីក្មេងនោះទេប៉ុន្តែវាប្រហែលមិនមែនជាកំហុសរបស់អ្នកទេដែលអ្នកមិនធ្លាប់សន្សំលុយប៉ុន្តែវានឹងជាកំហុសរបស់អ្នកភ្លាមប្រសិនបើអ្នកដឹងប៉ុន្តែមិនចាប់ផ្ដើមធ្វើវាឡើងមកជនជាតិចិនជឿថាមនុស្សដែលបន្ទោសជោគវាសនានឹងមិនផ្លាស់ប្ដូរសំណាងរបស់ពួកគេឡើយចំណុចទី12ការសន្សំនឹងមិនធ្វើឲ្យអ្នកក្លាយជាអ្នកមាននោះទេដោយសារតែអ្នកជឿជាក់លើរឿងនេះដូច្នេះអ្នកនឹងមិនដែលក្លាយជាអ្នកមាននោះទេការសន្សំលុយនឹងមិនធ្វើឲ្យអ្នកក្លាយជាអ្នកមានក្នុងមួយថ្ងៃនេះនោះទេប៉ុន្តែវានឹងបង្កើតគ្រឹះសម្រាប់អ្នកមិនឲ្យដួលរលំនៅពេលព្យុះបោកបក់មកនេះហើយជាហេតុផលដែលជនជាតិចិនបង្រៀនកូនថាមុននឹងគិតចង់ក្លាយជាអ្នកមានអ្នកគួរតែចេះសន្សំជាមុនសិន
សរុបសេចក្តីមកថ្ងៃនេះអ្នកអាចនឹងរស់នៅយ៉ាងលំបាកហើយគ្មានសល់អ្វីសោះឡើយវាមិនមែនដោយសារតែអ្នកមនុស្សសាព្យាយាមនោះទេប៉ុន្តែដោយសារតែអ្នកបានប្រើគំនិតខុសម្ដងហើយម្ដងទៀតថ្ងៃនេះអ្នកអាចផ្លាស់ប្ដូរវាដោយចាប់ផ្ដើមពីការផ្លាស់ប្ដូរវិធីដែលអ្នកគិតអំពីលុយគុំបណ្ដោយឲ្យទម្លាប់អតីតកាលឆក់យកអនាគតរបស់អ្នកដែលអ្នកសមនឹងទទួលបានសូមចាំថាអ្នកដែលផ្លាស់ប្ដូរគំនិតអំពីលុយមុនគេគឺជាអ្នកដែលជិតស្និទ្ធនឹងសេរីភាពហិរញ្ញវត្ថុជាងអ្នកដទៃហើយប្រសិនបើអ្នកចូលចិត្តគំនិតនេះសូមសញ្ញារូបកណ្ដឹងចុច like និងចែករំលែកដើម្បីកុំឲ្យខកខានរាល់មេរៀនដែលនឹងផ្លាស់ប្ដូរជីវិតហិរញ្ញវត្ថុរបស់អ្នកជារៀងរហូតជួបគ្នានៅឃ្លីបន្ទាប់សូមអរគុណ